ទូលល្បីករណីមហាជនទុះការិគុណថាមើងងាយសាសនាស្រាប់តែលោកជុំកសលដាក់ជាចម្ងល់ថាកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2026នៅលើបណ្ដាញសង្គម Facebook បានទុះការចែករំលែកតគ្នាដែលពាក់ព័ន្ធនឹងការសម្ដែងនៅក្នុងកម្មវិធីបុកល័កថ្ងៃមង្គលការពេជ្រពិសីតារាល្បីដែលជាម្ចាស់ brand ផ្កាដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ក៏ដូចជាសាសនារបស់មហាជនខ្លះដែលជាអ្នកកាន់សាសនាអ៊ីស្លាមស្រាប់តែនៅថ្ងៃដដែលនោះគេឃើញមានគណនី Facebook ឈ្មោះ Fin Champa បានសម្ដែងនៅអារម្មណ៍របស់ខ្លួនដែលមានន័យបែបនេះថាតើនេះជាកំហុសរបស់អ្នករៀបចំឬជាកំហុសរបស់អ្នកសម្ដែងខ្ញុំចង់សួរទៅកាន់ពួកអ្នកដែលកំពុងយកសាសនាគេមកលេងសើចតើអ្នកមានខួរក្បាលសម្រាប់ពិចារណាដែរឬទេសាកគិតមើលបើសិនជាខ្ញុំតែងតួជាព្រះពុទ្ធហើយយកទៅសម្ដែងក្រាបលូនឬធ្វើទង្វើមិនសមរម្យដូចអ្វីដែលអ្នកបានធ្វើតើអ្នកនឹងមានអារម្មណ៍បែបណាគណនី Facebook ដដែលបានបន្តទៀតថាយើងសុទ្ធតែមានឈាមជាខ្មែរដូចគ្នាហេតុអ្វីបានជាអ្នកធ្វើចរិតភ្លីភ្លើធ្វើដូចមនុស្សមិននឹកខ្យល់បែបនេះបើក្មេងៗខ្ញុំមិននិយាយទេតែនេះសុទ្ធតែជាមនុស្សពេញវ័យមានកូនមានចៅអស់ហើយហេតុអ្វីបានជាធ្វើខ្លួនឲ្យគេមើលងាយអញ្ចឹងសូម្បីម្ចាស់កម្មវិធីក៏អង្គុយសើចសប្បាយដោយមិនដឹងថាអ្វីខុសអ្វីត្រូវខ្ញុំមើលវីដេអូនេះហើយពិតជាហួសចិត្តនិងឆ្ងល់ខ្លាំងណាស់ថាតើមនុស្សយើងឥឡូវហេតុអ្វីបានជាធ្លាក់ចុះសិលធម៌ដល់កម្រិតនេះជុំវិញនឹងការរិះគន់ពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាមមួយចំនួននោះស្រាប់តែនៅថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ដដែលអ្នកនាងខាត់សុខីមបានចេញបកស្រាយថាកម្មវិធីទំនៀមទម្លាប់ប្រពៃណីបុកល័កខ្មែរមានតាំងពីយូរលង់ណាស់មកហើយដែលមានតួអង្គអ៊ីស្លាមចូលរួមសម្ដែងហើយអ្នកនាងខាត់សុខីមបានរៀបរាប់បែបនេះថាក្នុងនាមខ្ញុំជាសិល្បករនីបែបបុរាណមួយរូបសូមអធិស្ឋានដល់បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាកំពុងមានប្រតិកម្មចំពោះកម្មវិធីទំនៀមទម្លាប់ប្រពៃណីបុកល័កខ្មែរសូមបងប្អូនមេត្តាបន្ធូរភាពតានតឹងបន្តិចជាទូទៅគ្រប់ក្រុមភ្លេងបុរាណប្រពៃណីខ្មែរក្នុងកម្មវិធីបុកល័កតែងតែមានតួអង្គជនជាតិអ៊ីស្លាមចូលរួមសម្ដែងយូរលង់ណាស់មកហើយប៉ុន្តែដោយសារសម័យកាលមុនពុំមានការផ្សព្វផ្សាយទូលំទូលាយដូចសម័យនេះជាក់ស្ដែងយើងខ្ញុំក៏មានអ្នកតែថែរក្សាទម្រង់ទំនៀមទម្លាប់មិនហ៊ានឲ្យខុសពីទម្រង់ដើមនោះទេព្រោះចេះរៀនតពីគ្រូជំនាន់មុនបែបណាគឺលេងតាមបែបនោះមិនមានចិត្តមាក់ងាយសាសនាឬជនជាតិណានោះទេនៅក្នុងសំណេរដដែលអ្នកនាងខាត់សុខីមបានបន្តទៀតថាក្នុងគណៈពេលនេះនាងខ្ញុំខាត់សុខីមសំណូមពរដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមេត្តារកដំណោះស្រាយកណ្ដាលមួយសមស្របដើម្បីកុំឲ្យមានបងប្អូនជនជាតិអ៊ីស្លាមមានអារម្មណ៍អាក់អន់ចិត្តបែបនេះតទៅទៀតពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរស្រាប់តែលោកជុំកុសលបានដាក់ជាចម្ងល់បែបនេះថាតើពិធីបុកល័កចាំបាច់ត្រូវតែពាក់ព័ន្ធតួអង្គបងប្អូនអ៊ីស្លាមឬតើគួរមានការកែតម្រូវបានទេដើម្បីបញ្ជៀសបញ្ហាកើតឡើងដដែលក្នុងនោះដែរក៏គេឃើញមានលោកដួងតារាដែលជាសិល្បករជើងចាស់នោះក៏បានចេញវីដេអូសុំទោសផងដែរ